ដល់វិញអ្នកហើយឈឿនយួនហាងអ្នកគួរតែគិតឲ្យច្បាស់ឆាងអ៊ីកៃគ្មានអ្នកណាអង្វរឲ្យអ្នកត្រឡប់មកវិញទេខ្ញុំគិតច្បាស់ហើយតាមនីតិវិធី3ថ្ងៃទៀតទៅបាន3ថ្ងៃនេះការងារត្រូវធ្វើឲ្យគ្រប់ក្នុងម៉ោងធ្វើការខ្ញុំនឹងប្រគល់ការងារឲ្យក្រៅម៉ោងធ្វើការមិនមែនរឿងខ្ញុំទេអូដល់ពេលមិនបាច់ថែមម៉ោងសំឡេងវាបែបនេះសោះឈឿនយួនហាងម៉ាស៊ីនខ្ញុំខូចហើយជួយជួសជុលបន្តិចមកខ្ញុំចេញពីធ្វើការហើយពីមុនមិនមែនអ្នកជួសជុលទេស្អែកត្រូវប្រគល់ការងារកុំធ្វើឲ្យខូចការអ្នកអតីឥឡូវទៅរកអ្នកគ្រប់គ្រងឆាងទៅគាត់ចេះជួសជុលម៉ាស៊ីនជប់សិននីតិវិធីមិនទាន់ចប់ផងក៏ហ៊ានមិនខ្វល់ពីការងាររោងចក្រដែរឬអ្នកគ្រប់គ្រងឆាងឈឿនយួនហាងឈប់ធ្វើហើយម៉ាស៊ីនខ្ញុំខូចស្អែកត្រូវប្រគល់ការងារហើយអ្នកជួយមើលឲ្យផងភ័យអីអត់ពីគាត់រោងចក្រមិនដំណើរការទេនាំផ្លិតទៅលោកអ្នកគ្រប់គ្រងតាជួសជុលបានទេពេលខ្ញុំធ្វើជាអ្នកគ្រប់គ្រងគេមិនដឹងនៅឯណាទេលោកអ្នកគ្រប់គ្រងតាលោកធ្វើបានទេបានតើរឿងតូចតាចទេឬមួយយើងសួរលោកឈឿនយួនហាងសិនទៅស្ងាត់មាត់គេគ្រាន់តែចេះគំរាមគេដើម្បីរកស៊ីប៉ុណ្ណោះលោកអ្នកគ្រប់គ្រងមិនក៏មានផ្សែងចេញមកឬមួយយើងទូរស័ព្ទទៅលោកឈឿនយួនហាងទៅទូរស័ព្ទទៅគេទៅលោកឈឿនយួនហាងព្រោះតែលោកមិននៅការពីម្សិលមិញម៉ាស៊ីននេះឆេះខូចអស់លោកត្រូវសង់3លានត្រូវហើយបើលោកជួសជុលដោយស្មោះត្រង់វាមិនទៅជាបែបនេះទេ3ថ្ងៃចុងក្រោយនៅធ្វើរកពីទៀតមិនទទួលខុសត្រូវសោះកាលពីម្សិលមិញតើអ្នកណាថាគ្មានខ្ញុំរោងចក្រនៅតែរកចំណូលបានកុំនិយាយច្រើនថ្ងៃនេះលុយនេះលោកកិច្ចមិនរួចទេ